តើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907មានខ្លឹមសារសំខាន់ៗអ្វីខ្លះសន្ធិសញ្ញានេះត្រូវបានចុះនៅថ្ងៃទី23ខែមិនិនាឆ្នាំ1907នៅទីក្រុងបាងកកភាគីបារាំងតំណាងដោយអគ្គរដ្ឋទូតបារាំងឈ្មោះ Victor Émile Marie Joseph Collins ចំណែកឯភាគីសៀមតំណាងដោយរដ្ឋមន្ត្រីការបរទេសសៀមឈ្មោះអ្នកអង្គម្ចាស់ទេវវង្សវ៉ារ៉ូប្រាកាសន្ធិសញ្ញាបារាំងសៀមខាងលើនេះត្រូវបានផ្ដល់សច្ចាប័ននិងបានផ្លាស់ប្ដូរសច្ចាប័នទៅវិញទៅមកនៅទីក្រុងប៉ារីសនៅថ្ងៃទី21ខែមិថុនាឆ្នាំ1907មានគោលបំណងចម្បងចំនួន2នៃការចុះហត្ថលេខាលើសន្ធិសញ្ញាបារាំងសៀមខាងលើនេះគោលបំណងទី1គឺដើម្បីបន្តប្រតិបត្តិការរៀបចំការកំណត់ខ្សែបន្ទាត់ព្រំដែនរួមរវាងព្រះរាជាណាចក្រសៀមជាមួយនឹងទឹកដីអាណានិគមរបស់បារាំងនៅឥណ្ឌូចិននិងមូលហេតុចម្បងទី2គឺដើម្បីរៀបចំប្រព័ន្ធច្បាប់គ្រប់គ្រងនិគមជនបារាំងឬក៏ជនជាតិបារាំងដែលរស់នៅព្រះរាជាណាចក្រសៀមឲ្យសមស្របទៅតាមប្រព័ន្ធច្បាប់ដែលប្រទេសទាំងពីរយល់ស្របគ្នានៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907មានចែងចំនួន9ប្រការក្នុងប្រការ1រដ្ឋាភិបាលសៀមត្រូវតែកាត់ទឹកដីខេត្តបាត់ដំបងសៀមរាបនិងសេរីសុភ័ណ្ឌមកចូលនៅក្នុងទឹកដីរបស់បារាំងចំណែកការកំណត់ខ្សែបន្ទាត់ព្រំដែនគឺត្រូវធ្វើឡើងដោយអនុប្រការ1នៃពិធីសារកំណត់ព្រំដែនដែលខ្ញុំនឹងរៀបរាប់នៅខាងចុងនៃវីដេអូនេះក្នុងប្រការ2រដ្ឋាភិបាលបារាំងបានដោះដូរឲ្យសៀមវិញនៅទឹកដីដានសាយនិងត្រាតដែលមានព្រំដែនកំណត់ដោយអនុប្រការ1និងអនុប្រការ2នៃពិធីសារកំណត់ព្រំដែននេះនៅក្នុងប្រការ3ការប្រគល់ទឹកដីទៅវិញទៅមករវាងបារាំងនិងសៀមនឹងត្រូវធ្វើឡើងក្នុងរយៈពេល20ថ្ងៃបន្ទាប់ពីការបដូរសច្ចាប័ននៃសន្ធិសញ្ញាខាងលើនៅក្នុងប្រការ4ដើម្បីគូសវាសខ្សែបន្ទាត់ព្រំដែនរួមរវាងបារាំងនិងសៀមគេបង្កើតគណៈកម្មការចម្រុះមួយដែលមានសមាជិកភាពទាហាននិងមន្ត្រីបារាំងជាមួយនឹងទាហាននិងមន្ត្រីសៀមការបង្កើតគណៈកម្មការចម្រុះនេះធ្វើឡើងនៅរយៈពេល4ខែបន្ទាប់ពីសន្ធិសញ្ញាខាងលើត្រូវបានផ្ដល់សច្ចាប័នដោយប្រទេសទាំងពីរគណៈកម្មការចម្រុះព្រំដែននឹងចាប់ផ្ដើមការងាររបស់ខ្លួននៅពេលដែលអាកាសធាតុអំណោយផលនិងបន្តរៀងទៅតាមស្របទៅនឹងកំណត់កិច្ចព្រមព្រៀងសម្រាប់កំណត់ព្រំដែនដែលត្រូវបានភ្ជាប់ជាមួយនឹងសន្ធិសញ្ញាឆ្នាំ1907នេះផ្នែកទី2នៃសន្ធិសញ្ញាឆ្នាំ1907រវាងប្រទេសបារាំងនិងប្រទេសសៀមគឺគេចែងអំពីសិទ្ធិនិងការអនុវត្តច្បាប់ចំពោះប្រជាជនបារាំងដែលរស់នៅលើទឹកដីសៀមនៅត្រង់ចំណុចនេះគេចែងថាជនជាតិបារាំងដែលមានដើមកំណើតជាអាស៊ីហើយស្ថិតនៅក្រោមការគាំពៀគ្រប់គ្រងដោយបារាំងដែលនឹងចុះអត្រានុកូលដ្ឋានជាមួយនឹងកុងស៊ុលបារាំងនៅព្រះរាជាណាចក្រសៀមបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជនទាំងនោះនឹងស្ថិតនៅក្រោមដែនយុត្ថាធិការច្បាប់របស់ប្រទេសសៀមក្នុងមាត្រាទី6មានចែងថាជនជាតិបារាំងដើមកំណើតអាស៊ីឬក៏ជនជាតិអាស៊ីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរបារាំងនឹងទទួលបានសិទ្ធិនិងបុព្វសិទ្ធិដូចជាប្រជាពលរដ្ឋរបស់ប្រទេសសៀមផងដែរក្នុងនោះរួមមានសិទ្ធិលើអចលនទ្រព្យសិទ្ធិសេរីភាពក្នុងការរស់នៅនិងសិទ្ធិក្នុងការធ្វើដំណើរពួកគេទាំងនោះនឹងត្រូវមានកាតព្វកិច្ចពន្ធដូចប្រជាជនធម្មតារបស់ប្រជាជនចាក់សៀមប៉ុន្តែពួកគេនឹងរួចផុតពីកាតព្វកិច្ចយោធានិងរួចពីការយកពន្ធបន្ថែមផ្សេងៗនៅក្នុងប្រការទី7គេបានចែងថារាល់សន្ធិសញ្ញាកិច្ចព្រមព្រៀងនិងអនុសញ្ញារវាងប្រទេសបារាំងនិងប្រទេសសៀមដែលមិនបានយកមកកែប្រែនៅក្នុងសន្ធិសញ្ញាឆ្នាំ1907នេះនឹងស្ថិតនៅជាធរមានជាដដែលសូមបញ្ជាក់ឡើងវិញនៅក្នុងសន្ធិសញ្ញាឆ្នាំ1907នេះគឺជាការបន្តអនុវត្តអនុសញ្ញាដែលភាគីបារាំងនិងសៀមបានចុះកាលពីឆ្នាំ1904នៅក្នុងប្រការទី8គេបានចែងថាប្រសិនបើមានការបកប្រែមិនស៊ីចង្វាក់គ្នាគឺគេយកឯកសារជាភាសាបារាំងនៃសន្ធិសញ្ញានេះមកធ្វើជាឯកសារគោលហើយសន្ធិសញ្ញានេះនឹងចូលជាធរមានក្នុងរយៈពេល4ខែបន្ទាប់ពីចុះហត្ថលេខាតទៅនេះខ្ញុំសូមជម្រាបជូនអំពី
ឧបសម្ព័ន្ធមួយដែលគេនិយាយអំពីពិធីសារពាក់ព័ន្ធទៅនឹងការកំណត់ខ្សែព្រំដែននិងជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាដែលខ្ញុំបានរៀបរាប់ពីខាងដើមពិធីសារពាក់ព័ន្ធនឹងការកំណត់ព្រំដែននៃសន្ធិសញ្ញាឆ្នាំ1907ធ្វើឡើងដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងាររបស់គណៈកម្មការចម្រុះដែលមានចែងក្នុងប្រការ4នៃសន្ធិសញ្ញាដែលបានចុះកាលពីថ្ងៃទី23ខែមីនាឆ្នាំ1907ព្រមទាំងដើម្បីជៀសវាងរាល់លទ្ធភាពដែលនាំឲ្យមានការពិបាកក្នុងការកំណត់ខ្សែព្រំដែនរវាងរដ្ឋាភិបាលសាធារណរដ្ឋបារាំងនិងរាជរដ្ឋាភិបាលនៃព្រះជាណាចក្រសៀមដូច្នេះភាគីទាំងពីរបានព្រមព្រៀងគ្នាដូចតទៅនៅក្នុងអនុប្រការទី1ខ្សែព្រំដែនរវាងបារាំងឥណ្ឌូចិននិងសៀមគឺចាប់ផ្ដើមចេញពីចំណុចលើឆ្នេរសមុទ្រដែលទល់ចំមុខចំណុចខ្ពស់បំផុតនៃកោះគុតចេញពីចំណុចនេះខ្សែព្រំដែនរត់ឆ្ពោះទៅទិសឦសានតម្រង់ទៅកាន់ជួរភ្នំក្រវាញត្រង់នេះមានការព្រមព្រៀងជាផ្លូវការថានៅក្នុងរាល់ករណីចំណោទខាងកើតនៃជួរភ្នំនេះរួមជាមួយនឹងវាលទំនាបខ្លុងកូប៉ូទាំងមូលត្រូវស្ថិតនៅក្នុងទឹកដីឥណ្ឌូចិនបារាំងខ្សែព្រំដែនរត់តាមកំពូលភ្នំក្រវាញឆ្ពោះទៅទិសខាងជើងរហូតដល់ភ្នំធំដែលស្ថិតនៅលើខ្សែបន្ទាត់សំខាន់នៃខ្សែបែងចែកទឹកចន្លោះស្ទឹងដែលហូរធ្លាក់ចុះទៅក្នុងជ្រុងសមុទ្រសៀមហើយនិងស្ទឹងដែលហូរធ្លាក់ចុះទៅក្នុងបឹងទន្លេសាបពីភ្នំធំខ្សែព្រំដែនរត់ឆ្ពោះទៅទិសពីយប់រហូតរួចហើយឆ្ពោះទៅទិសខាងជើងដែលជាខ្សែបន្ទាត់បច្ចុប្បន្នរវាងខេត្តបាត់ដំបងនៅឯម្ខាងនិងខេត្តចន្ទបុរីនិងខេត្តត្រាតនៅម្ខាងទៀតរហូតទៅដល់ចំណុចដែលខ្សែព្រំដែននេះកាត់ស្ទឹងឈ្មោះស្ទឹងណាមសាយខ្សែព្រំដែនរត់តាមបណ្ដោយស្ទឹងណាមសាយរហូតដល់ទីប្រសពជាមួយនឹងស្ទឹងស៊ីសុផុនហើយរត់តាមស្ទឹងស៊ីសុផុនរហូតដល់ចំណុចមួយចម្ងាយ10គីឡូម៉ែត្រនៅភាគខាងក្រោមនៃទីក្រុងអរ៉ាញ់ចាប់ពីចំណុចក្រោមនេះខ្សែព្រំដែននឹងរត់បន្តតាមបន្ទាត់ត្រង់មួយរហូតដល់ចំណុចមួយនៅលើជួរភ្នំដងរែកចាប់ពីចំណុចចុងក្រោយដែលនៅលើកំពូលភ្នំដងរែកភាគីទាំងពីរបានឯកភាពគ្នាថាខ្សែព្រំដែនត្រូវរត់តាមខ្សែបែងចែកទឹកនៅចន្លោះវាលទំនាបនៃបឹងទន្លេសាបនិងទន្លេមេគង្គនៅឯម្ខាងហើយវាលទំនាបក៏អាងទន្លេមូននៅម្ខាងទៀតអនុប្រការ2គេមានចែងអំពីការកំណត់ខ្សែបន្ទាត់ព្រំដែនរវាងនៅក្នុងឡាវជាមួយនឹងប្រជាជនចាក់សៀមគឺការកាត់យកដែនដីដានសៃផ្ទេរឲ្យមកប្រជាជនចាក់សៀមវិញនៅក្នុងអនុប្រការ3គណៈកម្មការកំណត់ខ្សែព្រំដែនដែលបានកំណត់តាមប្រការ4នៃសន្ធិសញ្ញាចុះកាលពីថ្ងៃទី23ខែមីនាឆ្នាំ1907នឹងមានភារកិច្ចកំណត់នឹងគូសខ្សែព្រំដែនយោងទៅលើភូមិសាស្ត្រជាក់ស្ដែងនៃតំបន់ព្រំដែនដែលត្រូវអធិប្បាយក្នុងអនុប្រការ1នៃកំណត់រៀបចំអនុសញ្ញានេះនៅក្នុងឱកាសបដិវត្តការកំណត់ខ្សែព្រំដែនបើសិនណារដ្ឋាភិបាលបារាំងមានបំណងកំណត់នឹងគូសព្រំដែនជំនួសខ្សែព្រំដែនធម្មជាតិដោយខ្សែដទៃទៀតណាមួយក្រៅពីខ្សែធម្មជាតិការកំណត់នឹងគូសយកខ្សែបន្ទាត់ព្រំដែននោះទោះទៅក្នុងករណីណាក៏ដោយក៏មិនត្រូវធ្វើឡើងក្នុងគោលបំណងឲ្យខូចប្រយោជន៍សៀមឡើយសរុបមកវិញសន្ធិសញ្ញាឆ្នាំ1907គឺជាឯកសារចុងក្រោយដែលកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រជាណាចក្រសៀមជាមួយនឹងដែនដីអាណានិគមបារាំងនៅឥណ្ឌូចិននិយាយដល់ឡែកក៏ជាខ្សែបន្ទាត់កំណត់ព្រំដែនចុងក្រោយរវាងប្រជាណាចក្រថៃជាមួយនឹងប្រជាណាចក្រកម្ពុជាហើយសន្ធិសញ្ញានេះត្រូវបានភាគីថៃនិងកម្ពុជាយកមកប្រើប្រាស់នៅក្នុងអនុសារណៈយោគយល់គ្នាឆ្នាំ2000សូមអរគុណចំពោះការតាមដានស្ដាប់ជួបគ្នានៅវីដេអូក្រោយ